เราយើងធ្វើដំណើរទៅផ្ទះវិញមិនយើងជិះកាត់សាំរ៉ានិយាយពីស្ទឹងខៀវវិញយើងជិះកាត់សាំរ៉ាហើយយើងធ្វើដំណើរទៅផ្ទះយើងវិញហើយខ្ញុំធ្វើដំណើរពីអ្នកគ្នាខ្ញុំគាត់មិនមែនហ្នឹងហើយរៀង trip លើកនេះរៀងវេទនាបន្តិចហើយរៀងអស់កម្លាំងដោយសារផ្លូវឆ្ងាយហើយធ្វើបាក់ធ្វើដំណើរអូខេឥឡូវយើងចាំជួបគ្នានៅនេះពណ៌របស់គ្នាអូខេឥឡូវយើងមកដល់ផ្លូវចូលឥឡូវបានបងប្រុសគាត់ឲ្យគុយធម្មជាតិđóយើងបោះនៅក្នុងព្រៃហើយយើងជិះទៅតាមគាត់ដើម្បីយកទៅគុយហើយម្នាក់កន្លះគីឡូសម្រាប់ជិះខ្ញុំមកដល់ឥឡូវយើងធ្វើដំណើរទៅផ្ទះរបស់គាត់ដើម្បីយកផ្លែគុយហ្នឹងនិយាយទៅរូបរាងហៅដូចក្រូចតែខាងក្នុងវារបៀបថាយើងញ៉ាំគ្រាប់យើងមិនញ៉ាំគ្រាប់ហ្នឹងលេបទេសាច់វាជាប់មកតែរសជាតិវាទូខាងទូឯងវាមានជាប់អត់មកតិចតែវាអត់ទេហើយឆ្ងាញ់ហើយឥឡូវយើងចាប់តាមអត់ទេតែគាត់នៅនេះគាត់ហេសប្បាយហើយឥឡូវយើងចាប់ដល់ផ្ទះគាត់យើងបានមកដល់ផ្ទះគាត់ហើយវាគាត់ស្អាតណាមកខាងក្រោយមានដើមដើមទរេនស្វាយផ្ទះគាត់យើងចុះពីលើភ្នំគិរីរំវិញដល់ពាក់កណ្ដាលផ្លូវហើយអ្នកនរគ្នាហើយមេឃក៏រៀងល្ងិតខ្លាំងដែរហើយឥឡូវហ្នឹងយើងបន្តដំណើរទៅទីរួមខេត្តកំពង់ស្ពឺរយៈចម្ងាយដីយើងឆ្ងាយគួរសមដែរហើយសម្រាប់ខ្ញុំរៀងចាញ់ល្ងិតផងយើងសូត្រទៅតិចឃើញរៀងលឿនតិចខាងនេះហ្នឹងហើយអ្នកនរគ្នាឥឡូវចាំជួបគ្នានៅទីរួមខេត្តកំពង់ស្ពឺទាំងអស់គ្នាឥឡូវយើងបានមកដល់ទីរួមខេត្តកំពង់ស្ពឺហើយអស់កម្លាំងខ្លាំងយើងជិះឆ្ងាយហើយធម្មតាកែបម៉ូតូអសងវាទូចអញ្ចឹងវាឈឺគូតហើយគ្នាខ្ញុំគាត់ថាអស់ហើយអស់កម្លាំងអស់លេងមកគាត់នឹងគាត់បាន MSX កែបរៀងធំរៀងស្រួលអង្គុយអូខេឥឡូវយើងបន្តដំណើរទៅទៀតហើយយើងកាត់ខេត្តកំពង់ស្ពឺទៅផ្ទះយើងយកមកអូខេចាំជួបគ្នាវីដេអូក្រោយហើយអត់មានអីច្រើនទេអីដំណើរកសាលើកនេះគឺប្លែកហើយគឺអត់ដែរជួបពីមុនមកហើយលើកទី1ហើយពិបាកក៏ពិបាកសប្បាយក៏សប្បាយប៉ុន្តែมันជាថ្មីសំខាន់បានដើរលេង
ok bye bye